ជំរាបសួរលោកគ្រូខ្ញុំឈ្មោះសេងសេពេជ្រខ្ញុំមកពីថ្នាក់ដេថ្ងៃនេះខ្ញុំមកឆ្លុះបញ្ចាំងទៅលើមេរៀនclassroom assessment អញ្ចឹងនៅក្នុងហ្នឹងគឺគេនិយាយអំពីការវិនិច្ឆ័យតម្លៃថ្នាក់រៀនគឺប្រកបទៅដោយគុណភាពនិងមានស្តង់ដារនៅក្នុងនេះគឺខ្ញុំមាន7ចំណុចអញ្ចឹងទៅលើចំណុចទី1គឺយើងនិយាយអំពីគោលដៅនៃការវត្ថុនៃការបង្រៀនច្បាស់លាស់និងសមស្របណាមួយអញ្ចឹងគឺគេផ្ដោតសំខាន់ទៅលើការកំណត់នៅកម្រិតដែលសមស្របនិងមានភាពត្រឹមត្រូវដោយកំណត់នៅគោលដៅច្បាស់លាស់និងសមស្របហើយគោលដៅច្បាស់លាស់ហ្នឹងគឺមានន័យថាទាំងសិស្សនិងគ្រូគឺត្រូវតែយល់ច្បាស់អំពីការរៀនការបង្រៀនដែលបានរំពឹងទុកនិងអ្វីដែលសិស្សអាចទទួលបានលទ្ធផលដែលអាចឲ្យសិស្សហ្នឹងទទួលបានលទ្ធផលមួយប្រកបទៅដោយប្រសិទ្ធភាពហើយគោលដៅសមស្របវិញគឺជាគោលដៅដែលមានលក្ខណៈទៅលើសមហេតុផលនិងមានលក្ខណៈដើម្បីផ្សារភ្ជាប់ទៅនឹងបុគ្គលិករបស់សិស្សដែលណែនាំបង្ហាត់បង្ហាញនិងរួមជាមួយនឹងស្តង់ដាររបស់សិស្សផងដែរទៅលើចំណុចទី2វិញគឺយើងនិយាយអំពីការរៀបចំនៅវិធីសាស្ត្រវាយតម្លៃនិងគោលដៅនៃការសិក្សាអញ្ចឹងដើម្បីយើងអាចធានាបានថាការបង្រៀននិងសកម្មភាពរបស់សិស្សហ្នឹងយើងនឹងមានការវាយតម្លៃធ្វើការរួមគ្នាដើម្បីឲ្យសិស្សគាត់អាចសម្រេចនៅគោលដៅគោលបំណងរបស់គាត់ហើយធ្វើឲ្យសិស្សធ្វើឲ្យការរៀនសូត្ររបស់គាត់ហ្នឹងគឺមានតម្លាភាពដើម្បីបង្កើននៅការលើកទឹកចិត្តនិងបង្ហាញឲ្យឃើញថាតើសិស្សគាត់អាចទទួលបានអ្វីខ្លះពីគ្រូដែលបានបង្រៀនឬក៏បង្ហាត់បង្ហាញទៅគាត់ហើយសិស្សអាចបង្ហាញអំពីជំនាញឬក៏ចំណេះដឹងណាមួយដែលគាត់ត្រូវការដូចជាទៅលើការគិតនិងការទំនាក់ទំនងគ្នាជាដើមហើយនៅក្នុងកម្រិតនៃការយល់ដឹងនៅក្នុងកម្រិតនៃការយល់ដឹងដែលយើងបានក្រងទុកជាមុនហើយវាក៏ពាក់ព័ន្ធទៅនឹងការកំណត់យ៉ាងច្បាស់លាស់នៅអ្វីដែលសិស្សគួររៀនបន្ទាប់មកឲ្យសិស្សនឹងបង្កើតនៅកិច្ចការដូចជាការសរសេរជាអត្ថបទជាគម្រោងឬក៏ជាការធ្វើតេស្តផងដែរហើយដែលអាចឲ្យគ្រូគាត់វាស់វែងបានដោយផ្ទាល់លទ្ធផលទាំងនោះអាចនឹងឈានទៅដល់ការជំរុញការរៀនសូត្រឲ្យកាន់តែមានភាពស៊ីជម្រៅនិងមានវឌ្ឍនភាពផងដែរហើយនៅក្នុងចំណុចនេះទៅលើការឆ្លើយតបដោយខ្លួនឯងគឺសិស្សត្រូវបង្កើតចម្លើយដោយខ្លួនឯងដើម្បីឆ្លើយតបទៅនឹងសំណួរឬក៏ការងារដែលគ្រូបានដាក់ឲ្យគាត់ហើយទៅលើការវាយតម្លៃទៅលើការអនុវត្តវិញគឺតម្រូវឲ្យសិស្សបង្កើននៅចម្លើយដែលមានលក្ខណៈទូលំទូលាយឬក៏ល្អិតល្អន់អញ្ចឹងឧទាហរណ៍ថាគ្រូគាត់មានសំណួរមួយសួរទៅកាន់សិស្សអញ្ចឹងការឆ្លើយរបស់គាត់ហ្នឹងគឺគាត់អាចឆ្លើយដែលមានភាពទូលំទូលាយប៉ុន្តែវាសូមឲ្យមានភាពល្អិតល្អន់នៅក្នុងការឆ្លើយនឹងផងដែរទៅលើការសរសេរទៅលើអត្ថបទឬក៏កថាខណ្ឌណាមួយគឺយើងត្រូវតែអនុញ្ញាតឲ្យសិស្សគាត់បង្កើតចម្លើយមួយណាមួយដែលខ្លួនឯងឬក៏គាត់ឆ្លើយតបដែលអាចជាការសរសេរជាច្រើនប្រយោគទៅជាកថាខណ្ឌឬក៏ជាទំព័រដូចជានៅក្នុងនេះបើយើងនិយាយពីនៅកម្រិតបឋមការសរសេរវិញគឺយើងផ្ដោតទៅលើការតែងសេចក្តីឬក៏សរសេរតាមអានជាប្រភេទអត្ថបទអញ្ចឹងការតែងសេចក្តីគាត់អាចសរសេរជាកថាខណ្ឌឬក៏អាចសរសេរបានទៅដល់ជាទំព័រផងដែរនៅក្នុងហ្នឹងគឺយើងត្រូវមានភ្ជាប់ជាមួយនឹងសំណួរផ្ទាល់មាត់ការសង្កេតឬក៏ការអង្កេតមើលរបស់គ្រូហើយនឹងធ្វើការវាយតម្លៃទៅកាន់សំណាក់សិស្សដែលផ្ទាល់ផងដែរនៅក្នុងនោះគឺយើងត្រូវមានការគូបកងទៅលើវិធីសាស្ត្រនិងគោលដៅនៃការបង្រៀនអញ្ចឹងយើងមានដូចជា knowledge មាន skill product ឬក៏ effect ផងដែរតចំណុចទី3គឺនិយាយអំពីសុពលភាពឬក៏ភាពសមស្របណាមួយដើម្បីធ្វើការវាស់ស្ទង់អញ្ចឹងសុពលភាពវិញគឺជាលក្ខណៈដែលយើងសំដៅទៅលើភាពសមស្របនៃការសន្និដ្ឋានផងដែរអញ្ចឹងការប្រើប្រាស់នឹងលទ្ធផលដែលយើងកើតចេញពីការវាយតម្លៃបើយើងនិយាយជារួមគឺវាមានភាពមិនស៊ីគ្នាភាពត្រឹមត្រូវច្បាស់លាស់មានភាពជាក់លាក់ហើយនឹងភាពពេញលេញនៃអំណះអំណាងឬក៏ការសន្និដ្ឋានដែលធ្វើឡើងទៅដោយការដាក់ពិន្ទុដែលគាត់ទទួលបានទៅតាមអ្វីដែលគាត់បានធ្វើ
ហើយក៏វាជាប់តាក់ទងទៅនឹងគុណភាពអញ្ចឹងបើសិនជាយើងដាក់បន្ទុកទៅតាមអ្វីដែលគាត់បានធ្វើគាត់នឹងទទួលបាននៅបន្ទុកកិច្ចការរបស់គាត់ដែលគាត់ធ្វើនឹងធ្វើឲ្យគាត់ដឹងអំពីគុណភាពនៃសំណេររបស់គាត់ដែលគាត់បានសរសេរឆ្លើយតបនៅក្នុងនេះដែរខ្ញុំមានលើកជាឧទាហរណ៍គឺយើងអាចឲ្យសិស្សនឹងធ្វើ content មួយដែលគាត់អាចសន្និដ្ឋានអំពីកម្រិតនៃការយល់ដឹងរបស់គាត់ផងដែរទៅលើចំណុចទី4គឺនិយាយអំពីភាពជាក់លាក់ឬក៏ស្ថិរភាពនៅក្នុងការបង្រៀនអញ្ចឹងភាពជាក់លាក់គឺត្រូវឲ្យមានការប្រើប្រាស់ដើម្បីប៉ានស្មានអំពីសមត្ថភាពឬក៏ស្ថិរភាពនឹងនិងចំនួននៃបញ្ហានៅក្នុងការដាក់បន្ទុកការវាយតម្លៃនិងការសម្រេចចិត្តហើយប្រភពនៃបញ្ហាផ្សេងគឺគួរតែយកមកពិចារណានៅពេលបកស្រាយលទ្ធផលហើយភាពជាក់លាក់និងស្ថិរភាពវិញនៃការបង្រៀនគឺអាចធ្វើឲ្យប្រសើរឡើងជាងមុនជាមួយនឹងធាតុផ្សំសំខាន់មួយសំណួរដូចជាការកំណត់នៅទិសដៅជាក់លាក់នៃឧបករណ៍សម្រាប់បង្រៀននិងដែលមាននៅកម្រិតមធ្យមឬក៏កម្រិតបឋមហើយគោលការណ៍ណែនាំអំពីការដាក់បន្ទុកច្បាស់លាស់និងការផ្ទៀងផ្ទាត់ដោយអ្នកដទៃនិងការកំណត់ជាក់លាក់អំពីទៅលើប្រភពបញ្ហាណាមួយចំណុចទី5វិញគឺសកម្មភាពនៅក្នុងការបង្រៀនអញ្ចឹងការវិតម្លៃគឺត្រូវបានចាត់ទុកថាវាគឺជាមានភាពស្មើគ្នាបើសិនបើគ្មានភាពលំអៀងហើយត្រូវតែផ្ដល់ឲ្យសិស្សនៅឱកាសសមស្របក្នុងការបង្ហាញអំពីអ្វីមួយដែលពួកគេបានរៀនសូត្រហើយសកម្មភាពត្រូវបានពង្រីកតាមរយៈចំណេះដឹងរបស់សិស្សអំពីកម្មវត្ថុនៃការសិក្សារបស់សិស្សដែលបានគ្រងទុកពេលទទួលបានការបង្ហាត់បង្រៀនអំពីគ្រូបង្រៀនហើយការទទួលបាននៅភាពគ្រប់គ្រាន់នៅក្នុងការរៀនសូត្រការបំពាក់បំពន់ទៅលើចំណេះដឹងនិងជំនាញជាមុនទៅលើការដាក់កិច្ចការឬក៏ការវាយតម្លៃបន្ទុកដោយមិនមានភាពលំអៀងគ្នាហើយមិនប្រកាន់នឹងនិន្នាការលំនាំចាស់ដែលសម្រួលនៅតម្រូវការដែលមានភាពចាំបាច់ចំណុចទី6គឺយើងនិយាយអំពីផលវិជ្ជមាននៅក្នុងការបង្រៀនអញ្ចឹងផលវិជ្ជមាននៅក្នុងការបង្រៀនគឺក៏ការវាយតម្លៃនៅក្នុងការសិក្សាហ្នឹងគឺបានជំរុញនៃការលើកទឹកចិត្តឲ្យសិស្សនិងគ្រូបង្រៀនតាមរយៈការពង្រឹងនូវគុណភាពឬក៏ការវាយតម្លៃដើម្បីលើកកម្ពស់នៃការចូលរួមការកែលម្អនៃការបង្រៀនការកសាងនៅទំនុកចិត្តចំពោះខ្លួនឯងដោយតាមរយៈការផ្ដល់មតិកែលម្អល្អការបង្ហាញអំពីភាពរីកចម្រើនដែលណែនាំឬក៏តម្រង់ទិសការសិក្សានៅនាពេលអនាគតនិងការយល់ដឹងឲ្យកាន់តែស៊ីជម្រៅហើយនឹងសម្រេចនៅគោលបំណងទទួលបាននឹងភាពជោគជ័យចំណុចទី2វិញគឺនិយាយអំពីការសមស្របទៅនឹងស្តង់ដារនៃការបង្រៀនអញ្ចឹងទៅលើការវាតម្លៃដើម្បីឲ្យប្រកបទៅគុណភាពគឺជាការរួមបញ្ចូលនិងសមស្របទៅតាមស្តង់ដារគឺកម្មវត្ថុនៃការសិក្សានិងណែនាំបង្ហាត់បង្រៀនហើយត្រង់នេះដែរគឺមានន័យថាគឺការធ្វើឲ្យមានភាពប្រកបទៅដោយខ្លឹមសារអប់រំគឺយើងបាននៅក្នុងកម្មវិធីសិក្សាហើយវិធីសាស្ត្របង្រៀនគឺជាការណែនាំនិងការវិតម្លៃទាំងអស់គ្នាគឺត្រូវតែមានគោលដៅដើម្បីកំណត់ដោយធានាបាននៅភាពស៊ីចង្វាក់គ្នាហើយនឹងមានប្រសិទ្ធភាពនៅអ្វីដែលសិស្សបានរៀននិងពួកគាត់ទទួលបាននឹងរបៀបនៃការវាស់វែងដើម្បីឲ្យមានភាពរីកចម្រើនរបស់ពួកគេផងដែរចំណុចចុងក្រោយនោះទី8គឺនិយាយអំពីប្រសិទ្ធភាពនិងភាពសមស្របនៅក្នុងការបង្រៀនអញ្ចឹងទៅលើការវាយតម្លៃគឺត្រូវពិចារណានិងគិតគូរទៅលើភាពសមរបស់គ្រូជាមួយនឹងវិធីសាស្ត្របង្រៀនគឺតម្រូវការពេលវេលាភាពស្មុគស្មាញនៃការគ្រប់គ្រងរដ្ឋបាលការគ្រប់គ្រងថ្នាក់មានភាពងាយស្រួលនៅក្នុងការដាក់បន្ទុកនិងការបកស្រាយនឹងមានការកំណត់ថ្លៃដើម្បីកំណត់អំពីភាពសម្រេចបាននិងប្រសិទ្ធភាពនៃការវាយតម្លៃអញ្ចឹងដើម្បីឲ្យការវាយតម្លៃនេះមានប្រសិទ្ធភាពលុះត្រាតែយើងនឹងគ្រូនឹងគាត់មានវិធីសាស្ត្រច្រើនដូចជាវិធីសាស្ត្រក្នុងការវាយតម្លៃឬក៏គាត់អាចវាយតម្លៃតាមរយៈការធ្វើតេស្តការធ្វើសំណួរឆ្លើយសំណួរផ្ទាល់មាត់ដើម្បីយើង
គ្រូគាត់ដាក់បន្ទុកទៅសមស្របទៅនឹងអ្វីដែលសិស្សគាត់បានធ្វើមកហើយអញ្ចឹងនៅពេលដែលសិស្សគាត់ទទួលបានបន្ទុកនោះហើយគាត់នឹងដឹងអំពីចំណេះដឹងឬក៏ជំនាញរបស់គាត់ដែលគាត់បានមានអញ្ចឹងនៅពេលដែលយើងសិនជាយើងអត់មានធ្វើការវិតម្លៃទេការសិក្សារបស់យើងឬក៏ការបង្រៀនរបស់គ្រូការសិក្សារបស់សិស្សហ្នឹងគឺអត់មានប្រសិទ្ធភាពទេអញ្ចឹងលុះត្រាតែគ្រូហ្នឹងគាត់ត្រូវតែមុនចប់មេរៀននៅពេលដែលចប់មេរៀនគឺគ្រូត្រូវតែមានការធ្វើតេស្តទៅកាន់សិស្សប៉ុន្តែសូមឲ្យតេស្តនោះគឺនៅមានសុពលភាពហើយនិយាយទៅគឺគាត់អាចធ្វើក្នុងពេលចប់មេរៀនពេលប្រឡងប្រចាំខែឬក៏ពេលប្រឡងចុងឆ្នាំផងដែរចា៎នឹងខ្ញុំសូមឆ្លុះបញ្ចាំងប៉ុណ្ណឹងអរគុណជំរាបលាលោកគ្រូ